chia chôn là khang khăn cầm bột nó cứ quạt ruri đấyแต่สำคัญពួកគាត់មានស្នាមញញឹមគ្រប់គ្នាតែម្ដងហើយគាត់ស្វាគមន៍ចំពោះលពូស្កទាញឬក៏តាមខេត្តអីចឹងទៅគាត់ស្វាគមន៍ខ្លាំងមែនទែនមិនថាខាងរដ្ឋបាលមិនថាខាងការគ្រប់គ្រងតំបន់ណានានាគឺគាត់ support យើងតែម្ដងអញ្ចឹងក៏អរគុណខ្លាំងមែនទែនដល់ខេត្តកំពតបងប្រុសដែលគាត់ឃើញអាសាថតជាមួយលពូគាត់ទាញត្រូវបងម៉ៃកូនភាសាគាត់ត្រូវហ្នឹងហើយបងកូនភាសាពិតប៉ុន្តែយើងអត់ទឿនមានលុយចូលសួរទេអត់ទាន់មានលុយចូលទេហ្នឹងហើយចុះយើងលួងលោកប៉ាទៅថាមុំយើងលើកទៅហ្មងណាលើកឲ្យហ្មងណាវាអត់ទឿនកើតទេមួយយើងអត់ទឿនមានមុខរបរអីច្បាស់លាស់យើងអត់ហ៊ានយកគេមកទេអូបាទចប់គេថាឃើញបងជួយលោកពូអញ្ចឹងណាហ្នឹងហើយបងអ្នកខេត្តសៀមរាបត្រូវបាទអ្នកខេត្តសៀមរាបហើយជិះម៉ូតូមកពីខេត្តសៀមរាបមកកពតហ្នឹងហើយពីកពតពីខេត្តសៀមរាបមកកពតហ្នឹងហើយត្រូវចេញពីកពតហ្នឹងទៅកំពង់សោមទៀតទៅតាមគាត់រហូតបាទជូនគាត់ចឹងទៅដោយសារយើងចង់នាំគាត់ដើរលេងបាទអត់ទេដោយសារយើងមានកូនភាសាគឺហ្នឹងហើយនិយាយចឹងអានេះគេហៅនិយាយថាការយកចិត្តអូវ៉ាវបាយលុយស្រឡាញ់កូនគាត់មែនកូនភាសាណាការឃើញបាយថតកូនគាត់ទេអូបងអត់ចិត្តខ្ញុំនិយាយត្រង់ខ្ញុំអត់សូវស្រឡាញ់ទេអាម៉េចទេតែខ្ញុំចង់បានគាត់ធ្វើជាគូអនាគតអីអញអត់និយាយមកតូចទេអូខេហើយចាំឥឡូវសង្ឃឹមថាបានកូនគាត់អត់ខ្ញុំនិយាយត្រង់អូខេសង្ឃឹម50ពោលដោយសារទី1កូនគាត់មានគេស្រឡាញ់ច្រើនគាត់នៅរៀនគាត់រៀនបាទអត់សង្ឃឹមទេយើងសំខាន់អត់ខ្វល់ទេសំខាន់យើងយកចិត្តតែប៉ាក្មេងទៅបានអូខេឥឡូវបងប្អូនបានឃើញលោកប៉ាក្មេងបងគាត់ពងទៅហមមកឥឡូវនេះបងមិនដែរមកលេងសេះសមុទ្រយើងនេះខ្ញុំមានអារម្មណ៍ថាប្លែកនៅពេលដែលមកដល់សេះសមុទ្រយើងឃើញចង់គេថាដៃសមុទ្រអញ្ចឹងណាព្រែកគេហៅព្រែកគេហៅតែព្រែកសមុទ្រហ្នឹងហើយសំខាន់ឃើញភ្នំទិដ្ឋភាពភ្នំមកគឺចង់គេថាស្រឡះហូបក្បាលហ្មងអេមកដល់តែឆ្នាំក្រោយមានពិសេសមួយឆ្នាំក្រោយមានគេវិញមានពិសេសបាទដែរឃើញអត់បាត់ដៃហ្នឹងហើយអូខ្ញុំដឹងដែរខ្ញុំមើលឃើញហ្នឹងហើយអូកម្ពស់2-10 ម៉ែត្រ2-10 ម៉ែត្របាទស្អាតតែពេលយើងដើរលើហ្នឹងឃើញបេក្ខរោតជាមួយភ្នំបូកគោអូអែមចឹងដឹកនាំគាត់អូហ្នឹងហើយអូអញ្ចឹងថ្មីសម្រាប់បងប្អូនដែលគាត់មកលេងខេត្តកំពតចឹងណាបាទអញ្ចឹងអាចនឹងហើយឆ្នាំណាវិញឬក៏ខែណាអាចថាមួយឆ្នាំចុះក្រោមអូអញ្ចឹងយើងអាចសាកសួរគាត់ចឹងណានៅពេលដែលធ្វើហើយខ្ញុំនឹងនាំហានីណូហានីកូនលពូស្កទាញបាត់ដេតអូវ៉ាវជួយបងប្អូនខ្ញុំឃើញនិយាយទៅឃើញហ្មងឃើញគាត់ជាប់ផ្សព្វផ្សាយនៅសៀមរាបបាទបងជួយផ្សព្វផ្សាយសៀមរាបដែរអញ្ចឹងបាទអញ្ចឹងយើងមានអីមានតែជួយផ្សព្វផ្សាយគ្នាមើលទៅបាទហ្នឹងហើយទី1យើងអត់ធ្វើទៅដល់ប៉ះពាល់ទៅដល់សង្គមទេយើងជួយផ្សព្វផ្សាយពីទេសចរពីរមណីយដ្ឋានអីចឹងទៅឥឡូវចង់សួរឈ្មោះពិតឈ្មោះគេឈ្មោះពិតខ្ញុំឈ្មោះឆៃហ្នឹងហើយបងឆៃហ្មងបាទឆៃហ្មងអូអត់មានលក្ខណាអត់មានលក្ខទេឈ្មោះឆៃប៉ុន្តែនឹងក្រោយខ្ញុំដាក់អ្នកប្រមាញ់ឈ្មោះអ្នកប្រមាញ់ហ្នឹងដោយសារខ្ញុំមិនស្អាតកាលមុនខ្ញុំធ្វើ content ស្រីស្អាតដល់ពេលឥឡូវខ្ញុំបាទដូចតែខ្ញុំដែរពីមុនខ្ញុំធ្វើយ៉ាងណាដែរខ្ញុំដូចតែគ្នានេះអូប្រហែលមាននិស័យបណ្ដោយនេះប៉ុន្តែមាននិស័យតែជាមួយខ្ញុំទេអត់អាចមាននិស័យជាមួយកូនទេកូនគាត់មកហើយបងអត់មកហើយដងគាត់ជាប់រៀនអូបងមកក៏ខ្ញុំអត់ឲ្យជួបបងឯងអរេខ្ញុំមិនម៉ាយលូកខ្លាំងយើងណាអូខេយើងអរគុណច្រើនបងណាបាទបានចូលរួមមកលេងខេត្តកំពតអញ្ចឹងហើយអ្នកនរគ្នាខ្ញុំចង់ប្រាប់អ្នកនរគ្នាថានៅខេត្តកំពតសំខាន់ប្រជាជននៅខាងខេត្តកំពតហ្នឹងគឺគាត់រស់រាយរាក់ទាក់សំខាន់ពួកគាត់មានស្នាមញញឹមគ្រប់គ្នាតែម្ដងហើយគាត់ស្វាគមន៍ចំពោះលពូស្កទាញឬក៏តាមខេត្តអីចឹងទៅគាត់ស្វាគមន៍ខ្លាំងមែនទែនមិនថាខាងរដ្ឋបាលមិនថាខាងការគ្រប់គ្រងតំបន់ណានានាគឺគាត់ support យើងតែម្ដងអញ្ចឹងក៏អរគុណខ្លាំងមែនទែនដល់ខេត្តកំពតអញ្ចឹងនៅពេលដែលខ្ញុំមកហ្នឹងគឺខ្ញុំមានភាពថាកក់ក្ដៅខ្លាំងមែនទែនហ្នឹងហើយសំខាន់គឺខ្ញុំកក់ក្ដៅហើយសំខាន់គឺមានសន្តិភាពទៀតគឺសុវត្ថិភាពតែម្ដងសម្បានចរាចរណ៍ហើយសំខាន់ដូចអ្នកនរគ្នាបានឃើញរោសម្រាប់មួយឃើញខ្ញុំឲ្យ 50000 អត់មានទេអូខេបើមាន5មួយគេផែបណ្ដៃ 50000 វាយឲ្យមួយមកឲ្យ 50000 ហ្នឹងហើយឲ្យ50000មាន5ហើយអូមានមួយហើយនោះមានមួយអូអរគុណច្រើន iBest កំពតលក់តែអីវ៉ាន់ដែលមានគុណភាពមិនថាទូរស័ព្ទមួយទឹកឬក៏ថ្មីគឺយើងមានធានាខូចប្រដថ្មីសម្រាប់ App ផលប្រដាគ្រប់ស៊េរីអាចមករកបាននៅ iBest កំពត